តើវាជាសត្វចម្លែកធំមួយដែលមានស្បែកនិងឈាមពេញខ្លួនមែនទេយ៉ានចុះខ្ញុំមិនចូលទៅវិញប៉ានៅតែរងចាំម៉ាក់អូជើងខ្ញុំខ្សោយយ៉ានអូព្រះអើយអ្នកណាប្រាប់ខ្ញុំថាស្ដេចសត្វចម្លែកសង្ហាម្លេះខ្ញុំមិនទៅទេម៉ាក់តោះចិញ្ចឹមប៉ាគាត់ប្រកាសជានឹងភ្ញាក់ឡើងឆាប់នេះតើយើងទៅទេមែនហើយប៉ុន្តែគាត់មិនបើកមាត់ទេប៉ាចង់ឲ្យម៉ាក់ថើបគាត់មុនពេលញ៉ាំអាហារវាធ្លាប់តែបែបនេះយ៉ានមិនបានឃើញទេម៉ាក់អាចថើបប៉ាបានខ្ញុំកំពុងជួយសង្គ្រោះកូនមិនមែនរំខានកូនទេជួយសង្គ្រោះខ្ញុំផងខ្ញុំមិនរំខានកូនទេគាត់គ្រាន់តែកាន់ដៃខ្ញុំប៉ាតើអ្នកភ្ញាក់ទេប៉ាមិនភ្ញាក់ថ្ងៃនេះទេហេតុអ្វីបានជាខ្ញុំខកចិត្តម៉ាក់ថើបខ្ញុំម្ដងទៀតប៉ានឹងភ្ញាក់ឡើងហេតុអ្វីបានជាក្មេងតែងតែនិយាយអំពីការថើបម៉ាក់ថើបប៉ាកាលពីម្សិលមិញមួយថ្ងៃមុនហើយប៉ាចូលចិត្តថើបម៉ាក់ត្រូវហើយម៉ាក់ខ្ញុំដឹងហើយសូមឲ្យខ្ញុំបង្ហាញអ្នកអ្វីមួយម៉ាក់រងចាំខ្ញុំយ៉ានបាននិយាយថាសួស្ដីនេះជាថ្ងៃទី1932អាកាសធាតុត្រជាក់ខ្លាំងណាស់ថ្ងៃនេះយើងទាំង3នាក់បានញ៉ាំពេលមាសនៅក្នុងសួនច្បារហើយបានថតរូបនេះប៉ាម៉ាក់តោះញ៉ាំពេលមាសយើងទាំង3នាក់បានថតរូបចម្លែកខ្ញុំហាក់ដូចជាបានឃើញអ្វីមួយឥឡូវនេះព្រើគ្មានផ្លូវទេតើខ្ញុំពិតជាម្ដាយរបស់អ្នកមែនទេជាការពិតណាស់ម៉ាក់គឺជាម៉ាក់បន្ទាប់មកនាងមិនអាចក្លាយជាប្តីរបស់ខ្ញុំបានទេត្រូវហើយមានរឿងអ្វីកើតឡើងឪពុកនិងកូនប្រុសរបស់អ្នកនៅទីនេះដើម្បីប៉ះប៉ូស៊ូឡែនភ្លេចវាចោលទៅដើម្បីភាពសង្ហារបស់អ្នកខ្ញុំនឹងសហការជាមួយអ្នកជាមុនសិនម៉ាក់យើងអាចចិញ្ចឹមប៉ាបានប៉ាយ៉ានបានមើលថែគ្រួសារទាំងមូលនៅថ្ងៃនេះហេតុអ្វីខ្ញុំមានអារម្មណ៍ថាផ្លូវនេះមិនមែនជារឿងចម្លែកម៉ាក់អាចជួយប៉ាជូតមាត់របស់គាត់បានប៉ាសើចតើកូនកំពុងសើចអ្វីខ្ញុំគ្រាន់តែធ្វើវាដើម្បីកូនម៉ាក់ប៉ាចូលចិត្តគោ